បន្ទាប់ពីពង្រីកដើមនោះដល់ពេលដែលយើងមានកូនប្រសិនបើយើងកែយើងត្រូវតែយកថង់សូដនចេញចុះបើយើងប្រើប្រាស់បច្ចេកវិទ្យាថ្មីដូចជាអង់ដូស្កូបតើតម្រូវឲ្យធ្វើបែបនេះដែរឬទេហើយអាចធ្វើឲ្យប៉ះពាល់ដល់ក្រពេញទឹកដក់ដែរឬទេដើមទុំនោះគឺជាវិធីសាស្ត្រពង្រីកដើមទុំចំណែកឯថង់សូដនស្ថិតនៅត្រង់ណាយើងកំពុងនិយាយតាក់ទងពីការប៉ះពាល់ដល់ក្រពេញទឹកដក់ឬអត់សំខាន់នោះគឺដាក់ក្រោមក្រពេញឬក្រោមសាច់ដុំក្រោមសាច់ដុំមានន័យយ៉ាងដូចម្ដេចបានន័យថាថង់សូដននៅខាងក្រោមសាច់ដុំចំណែកឯនៅក្រោមក្រពេញបានន័យថាក្រពេញស្ថិតនៅខាងលើសាច់ដុំនោះសរុបទាំងអស់នៅលើនេះគឺក្រពេញទឹកដក់ដល់ពេលនោះហើយនឹងធ្វើឲ្យប៉ះពាល់ដល់ក្រពេញដែលបំបើកដោះកូនមកដល់ទីនេះខ្ញុំតែងជំរុញឲ្យគាត់ផ្សាំក្រោមសាច់ដុំនោះនឹងមិនធ្វើឲ្យប៉ះពាល់ដល់ក្រពេញទឹកទេដោយសារតែយើងផ្សាំក្រោមសាច់ដុំហើយក្រពេញទឹកដក់ស្ថិតនៅខាងលើនេះបើទោះជាដោះដុំសាច់នៅលើនេះយើងយកចេញធម្មតាហើយក្រពេញទឹកអស់នេះនឹងដំណើរការបានធម្មតាអំឡុងពេលបំបើកដោះកូនធម្មតាមិនធ្វើឲ្យប៉ះពាល់អ្វីទាំងអស់ដូច្នោះហើយកុំគិតថាមិនអាចបំបើកដោះកូនបានហើយយកចេញណាផ្សាំក្រោមសាច់ដុំបានលុះត្រាតែផ្សាំក្រោមក្រពេញវានឹងធ្វើឲ្យប៉ះពាល់ដល់ក្រពេញទឹកដក់អញ្ចឹងបងប្អូនស្ត្រីយើងនឹងស្ងប់ចិត្តបានមួយចំណែកដែរនឹងមានកន្លែងដែលពង្រីកដើមទ្រូងប៉ុន្តែត្រូវរកកន្លែងណាដែលមានសុវត្ថិភាពនិងមិនធ្វើឲ្យប៉ះពាល់នៅថ្ងៃក្រោយត្រូវតែខ្លាចជាជម្រើសអាទិភាពជាងក្រោយពេលមានកូនហើយនោះនឹងមានសុវត្ថិភាពហើយមិនប៉ះពាល់ដល់កន្លែងផ្សេងៗទៀតមន្ទីរពេទ្យកែសម្ផស្សវិទ្មីប្រែក្លាយសុបិនរបស់អ្នកឲ្យទៅជាការពិត